ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងបុរីលេខនវត្រាផ្លូវជាតិលេខ 6A មានទីតាំងនៅភូមិអន្លង់ស្លែងឃុំសម្បួរមាសស្រុកមុខកំពូលខេត្តកណ្ដាលហើយថ្ងៃនេះក្រសួងអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូនព្រមទាំងប្រគល់ប័ណ្ណសម្គាល់អចលនវត្ថុជូនបងប្អូននិងសូមអរគុណចំពោះក្រុមការងារដែលបានជួយដោះស្រាយបញ្ហានាពេលកន្លងមកហើយក្រសួងនៅតែបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាផ្សេងទៀតនាពេលខាងមុខឯកឧត្តមឧបនាយករដ្ឋមន្ត្រីសែនសំអាលបានមានប្រសាសន៍បន្ថែមថាទៅមុខទៀតសូមបងប្អូនសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំលក្ខន្តិកៈនៃការរស់នៅសន្តិសុខសណ្ដាប់ធ្នាប់ការប្រមូលសម្រាមទឹកនិងភ្លើងធ្វើការដាំដើមឈើថែរក្សាអនាម័យបរិស្ថានរស់នៅដើម្បីប្រែក្លាយភូមិឲ្យទៅជាភូមិឋានខ្សិមសាននិងទ្រនំសុភមង្គលព្រមជាមួយគ្នានេះក្រសួងនឹងជួយសម្របសម្រួលជាមួយធនាគារដើម្បីបងប្អូនមានលទ្ធភាពក្នុងការបង់រំលោះបន្តជាមួយបុរីនេះបើយើងទៅតាមពិធីជួបសំណេះសំណាលនិងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាជនជាអតិថិជនបុរីលេខនវត្រាផ្លូវជាតិលេខ 6A នាថ្ងៃទី17 ខែកុម្ភៈឆ្នាំ2025នេះ